ប្រធានបទថ្ងៃនេះដែរខ្ញុំនិយាយអំពីមានជំនាញហើយតែអត់មានទីផ្សារអូខេថ្ងៃនេះដែរខ្ញុំមកឆ្លើយតបខមមិនរបស់បងប្រុសម្នាក់នៅខាងលើដែលប្រុសគាត់សរសេរខមមិនថាគាត់មានជំនាញនឹងហើយអ្វីដែលសំខាន់គឺគាត់អត់មានទីផ្សារអូខេបងសម្រាប់ថ្ងៃនេះដែរខ្ញុំមករៀបរាប់ប្រាប់បទសតខ្លះៗដែលខ្ញុំបានឆ្លងកាត់អញ្ចឹងដូចបងប្អូនទាំងអស់បានដឹងថាដំបូងឡើយគឺខ្ញុំធ្វើទីផ្សារតែជួសជុលទូទឹកកកឯងអញ្ចឹងគ្រប់អតិថិជនខ្ញុំទាំងអស់គាត់ដឹងថាខ្ញុំចេះធ្វើទូទឹកកកឯងអ្វីដែលគាត់មិនដឹងគឺអត់ដឹងថាខ្ញុំចេះធ្វើសញ្ជាក់ហើយមិនសិនបោកអាវទៀតទេអ្វីដែលខ្ញុំចង់ប្រាប់បងសំខាន់គឺបងត្រូវព្យាយាមបង្ហាញពីសមត្ថភាពរបស់យើងឲ្យគេបានដឹងដោយសប្តាហ៍ថ្ងៃហ្នឹងឥឡូវខ្ញុំព្យាយាមធ្វើវីដេអូផ្សព្វផ្សាយឲ្យអតិថិជនគាត់បានដឹងថាកន្លែងខ្ញុំមិនត្រឹមតែមានសេវាកម្មជួសជុលទូទឹកកកឯងអញ្ចឹងពួកខ្ញុំក៏មានសេវាកម្មជួសជុលសិនបកអាវរួមទាំងសិនជាយើងលាងសម្អាតមួយសេតទាំងអស់អញ្ចឹងគឺយើងត្រូវផ្សព្វផ្សាយឲ្យអតិថិជនអ្នកដែលមើលវីដេអូយើងបានដឹងថាយើងមានសមត្ថភាពធ្វើអីហើយអ្វីដែលគាត់ដំណើរការមួយយើងអញ្ចឹងអ្វីដែលខ្ញុំរីកមិនគឺបងព្យាយាមបង្ហាញសមត្ថភាពខ្លួនយើងឲ្យគេបានដឹងពីម្នាក់ទៅច្រើនអ្នកអូខេមានតែប៉ុណ្្នឹងទេប្រធានបទថ្ងៃហ្នឹងហើយអញ្ចឹងបើបងហើយបងប្អូនណាមានចម្ងល់ឬមានចង់សួរអីអាចខមមិនសួរខាងក្រោមនឹងបានអ្វីដែលខ្ញុំអាចចែករំលែកខ្ញុំចែករំលែកទាំងអស់អូខេអរគុណ